វីដេអូនេះសូមអធិស្ឋានរកការខុសឆ្គងពួកខ្ញុំថតទុកជាអនុស្សាវរីយ៍និងជាឯកសារទុកប្រាប់ថាពេលមានកូនទី2ហ្នឹងគឺខ្ញុំអាយុរៀងច្រើនដែរហើយ30ជាង30ក្រាស់បងប្អូនហើយខ្ញុំអត់មករដូវយូរឆ្នាំហើយប៉ុន្តែនៅអាចមានកូនបានទៀតដូចថាយើងមិនមានបំណងចង់បានកូនទេព្រោះអាយុច្រើនហើយទី2ក៏អត់មាន plan ចង់បានដែរតែធ្វើម៉េចកូនវាមកដោយចៃដន្យគាត់ចង់មករស់នៅជាមួយយើងក៏រក្សាកូនទុកឲ្យព្រមដឹងខ្លួនថាខ្លួនឯងមានកូនហ្នឹងគឺពោះបាន10អាទិត្យមួយថ្ងៃបាត់ទៅហើយខ្ញុំស្មានខ្ញុំឈឺធម្មតាអញ្ចឹងខ្ញុំដេកយំក្អួតវេទនានិយាយទៅអត់ដឹងថាខ្លួនឯងមានកូនព្រោះគិតថាខ្លួនឯងអត់មករដូវមួយឆ្នាំអីមកម្ដងជួនកាលឆ្នាំខ្លះមក2ដងឆ្នាំខ្លះអត់មកខ្ញុំក៏ទៅពេទ្យច្រើនដែរប៉ុន្តែវាអត់ថិតថេរខ្ញុំស្មានខ្ញុំនឹងឈឺក្បាលវិលមុខក្អួតចេះតែឈឺកាពះឈឺអីអញ្ចឹងព្រោះខ្ញុំអាសាក្អួតចឹងឯងប៉ុន្តែតទៅពេលសម្រាប់សម្រួលក្អួតខ្លាំងពេកទៅក៏ទៅពិនិត្យពេទ្យទៅពេទ្យថាខ្ញុំមានកូន10អាទិត្យមួយថ្ងៃទៅហើយអញ្ចឹងទៅការក្អួតរបស់ខ្ញុំហ្នឹងគឺរហូតដល់ឥឡូវក៏នៅតែក្អួតដែរបើសិនជានិយាយទៅដំបូងខ្ញុំអត់ញ៉ាំថ្នាំចាញ់ទេដល់ពេលទ្រាំលេងបានទៅក៏ពេទ្យចេញថ្នាំចាញ់ឲ្យខ្ញុំលេបបើសិនជាអត់មានថ្នាំចាញ់កូនទេខ្ញុំក្អួតរហូតហ្នឹងសូម្បីតែបញ្ចូលសំឡេងហ្នឹងក៏ខ្ញុំនៅចាញ់ដែរបងប្អូនកូន4ខែជាង75ខែក៏នៅចាញ់ដែរអញ្ចឹងវីដេអូនេះបើសិនជាបងប្អូនមើលឲ្យធុញអីចឹងបងប្អូនជាស្រ័យផងខ្ញុំចង់ទុកជាឯកសារកម្រងឯកសារហើយនឹងចង់ប្រាប់ថាអាយុច្រើនឬក៏អស់រដូវអីក៏អាចមានឱកាសមានកូនដែរបើសិនជាយើងនៅមានសំណាងអញ្ចឹងណាប៉ុន្តែខ្ញុំចាក់ស្ដាយមិននឹកស្មានថាខ្លួនឯងមានកូនទេបងប្អូនអើយព្រោះកូនធំកូនរបស់ខ្ញុំទី1ហ្នឹងអាយុ13ឆ្នាំអីហ្នឹងហើយខ្ញុំរាំងរដូវ6 7ឆ្នាំទៀតហើយដល់ក្រោយមកឥឡូវហ្នឹងកូនខ្ញុំ13ឆ្នាំទៅខ្ញុំពោះទី2ហ្នឹងគឺបាន4ខែជាងហើយមកគិតដល់ឥឡូវណាថាក្បាល5ខែចុះអញ្ចឹងវីដេអូហ្នឹងសូមអរគុណបងប្អូនដែលបានមើលហើយក៏សូមការខមមិនអធិស្ឋានដល់ភាពដូចថារិះគន់ដើម្បីស្ថាបនាព្រោះខ្ញុំគ្រាន់តែចង់ទុកជាកម្រងឯកសារសម្រាប់ខ្លួនឯងទៅថ្ងៃមុខថាមានកូនគឺពិបាកខ្លាំងណាស់